និយាយពីរឿងដុតមន់ណាអ្នកណាក៏ចេះដុតដែរតែសំខាន់យើងមានតិចនិចថ្មីក្នុងការដុតមន់ឲ្យវាមានរសជាតិកាន់តែឈ្ងុយហើយឆ្ងាញ់គឺថាកាន់តែញ៉ាំហ្នឹងគឺកាន់តែជក់មាត់សម្រាប់ថ្ងៃនេះគឺខ្ញុំដុតមន់ជាមួយនឹងស្ពៃក្តោបហើយឥឡូវហ្នឹងខ្ញុំទៅផ្សាររកទិញមន់ស្រែមួយក្បាលទងន់ឡើង1គីឡូកន្លះគឺថាធាត់ឡើងទៅលុកទៅលុនឲ្យអ្នកលក់គេធ្វើឲ្យហើយអញ្ចឹងហើយបន្ទាប់មកខ្ញុំមកទិញស្ពៃក្តោបខ្មែរយើងហ្នឹងគឺថាធំតែមានតែស្នែកមន់បន្ទាប់ពីលាងសម្អាតវាហើយខ្ញុំយកមកចៀនវាឲ្យឆ្អិន70-80%ដើម្បីឲ្យមន់យើងក្រហមផ្នែកសូសដែលប្រឡាក់មន់ហ្នឹងខ្ញុំមានប្រេងខ្យងម្សៅស៊ុបស្ករសហើយនិងប៊ីចេងបន្ទាប់មកខ្ញុំចាក់គល់ស្លឹកគ្រៃរំដេងខ្ទឹមសគល់ស្លឹកខ្ទឹមក្រហមចុងក្រោយគឺស្លឹកក្រូចសើចហើយបន្ទាប់មកយើងច្បល់វាឲ្យសព្វហើយទុកវាមួយឡែកហើយយើងមកដោះលាងបន្លែយើងនេះហើយយើងសណ្ដិលវាឲ្យស្ងួតទឹកបន្តិចទៅហើយកាត់វាជាកង់សម្រាប់ស្ពៃក្តោបបងប្អូនចង់កាត់បច្ឆិតឬក៏របៀបម៉េចក៏បានដែរតែយើងធ្លាប់ជាមួយមន់ហើយងាកមកមន់យើងនេះឃើញថាវារៀងកឡាតល្អហើយអញ្ចឹងខ្ញុំយកអាគ្រឿងដែលយើងលាយមុនហ្នឹងយកមកញាត់នៅក្នុងរបស់មន់ខ្លះហើយយើងទុកពាក់កណ្ដាលសម្រាប់ចាក់ស្រោចពីលើមន់អញ្ចឹងណាឥឡូវស្ពៃក្តោបយើងបន្ទាប់ពីស្រោះទឹកហើយខ្ញុំយកមកទៅរៀបនៅក្នុងខ្ទះដែលយើងដុតមន់មិញហ្នឹងហើយបន្ទាប់មកយើងដាក់មន់ពីលើអញ្ចឹងមកហើយអាគ្រឿងដែលនៅសល់ពាក់កណ្ដាលហ្នឹងខ្ញុំយកមកចាក់នៅលើមន់ភ្លើងយើងបើករឹមបានហើយបន្ទាប់មកខ្ញុំបន្ថែមកូកាកន្លះកំប៉ុងដែរដើម្បីឲ្យមន់ដុតរបស់យើងកាន់តែឈ្ងុយហើយបើបងប្អូនចង់បានអង្គស្រែអង្គធម្មជាតិដាំបាយទុនឆ្ងាញ់សកកក៏ឆ្លងយប់ក៏មិនចេះប្អូនអាចតាក់ទងមកខ្ញុំបានធានាអង្គស្រែសតមន់ដុតឈ្ងុយហើយឥឡូវមកបុកទឹកត្រីឲ្យឆ្ងាញ់ដាក់ជីគល់ជីវ៉ាន់ស៊ុយខ្ទឹមសខ្ទឹមក្រហមខ្ញីម្ដុំហើយម្ទេសដាក់តាមចំណូលចិត្តបន្ទាប់មកខ្ញុំច្របាច់ក្រូចឆ្មាហើយស្ករសហើយនឹងទឹកត្រីដាក់ឲ្យឆ្ងាញ់ផុតលេខមកទើបទឹកត្រីបុករបស់យើងនឹងឈ្ងុយល្អហើយបន្ទាប់មកខ្ញុំលួចអំបិលបន្តិចដើម្បីឲ្យទឹកត្រីកោះកងរបស់យើងនេះគឺរៀងមុតឆ្ងាញ់ហើយផ្នែកចុងជីវ៉ាន់ស៊ុយហ្នឹងខ្ញុំយកមកដាក់នៅលើទឹកត្រីឥឡូវហ្នឹងងាកមកមន់របស់យើងវិញគឺថាឡើងឈ្ងុយពេញផ្ទះបាយហ្មងហើយបន្លែយើងដុតកុំឲ្យវាអាលួយពេកឲ្យវានៅមួយស្លោកទៅបានហើយសម្រាប់អ្នកមានធ្មេញអីវ៉ាន់ហ្នឹងមន់ដុតឈ្ងុយហើយបានទឹកត្រីកោះកងបុកឆ្ងាញ់ចេះបន្ទាប់ជាមួយនឹងស្ពៃក្តោបឡោកតិចហ្នឹងបងប្អូនហើយជូរឈ្ងុយឆ្ងាញ់ប្លែកនៅពេលដែលយើងដាក់ដុតជាមួយនឹងកូកាអញ្ចឹងណាហើយបងប្អូនដែលទំនេរឬក៏ជុំគ្នាទៅលេងផ្ទះមិត្តភ័ក្តិលេងប៉ាម៉ាក់អីហ្នឹងអាចដុតមន់ស្ពៃក្តោបនេះបានធានាថាជក់មាត់ហ្មង